បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាតាមរយៈ Channel ខ្មែរ Story KS នៅថ្ងៃដែរ Channel ខ្មែរ Story KS យើងខ្ញុំនឹងលើកយកនៅបារមីរៀងគង្វាមកជម្រាបជូនដល់ពុកម៉ែបងប្អូនឲ្យបានដឹងបាទដូច្នេះសូមពុកម៉ែបងប្អូនមកតាមដានស្ដាប់និងទស្សនាជាមួយយើងខ្ញុំដូចតទៅខ្មែរយើងមានជំនឿតាំងពីយូរលង់ណាស់មកហើយរហូតមកដល់ពេលបច្ចុប្បន្នប៉ុន្តែឥឡូវនេះហាក់មានការថមថយមិនសូវជឿច្រើនដូចមុនទាំងនេះក៏ដោយសារតែបច្ចេកវិទ្យាទំនើបជឿនលឿនខ្លាំងគួរឲ្យកត់សម្គាល់ជាហេតុធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនយល់ឃើញថាជំនឿមួយចំនួនគ្រាន់តែជាការបោកប្រាស់ឬការឡាយតែប៉ុណ្ណោះនៅថ្ងៃនេះដែរខ្ញុំបាទនឹងលើកយកម្រៀងគង្វាលនិងព្រះភូមិមកចែកជូនពុកម៉ែបងប្អូនបានដឹងបន្ថែមទៀតព្រះភូមិនិងរៀងគង្វាជាវិញ្ញាណស័ក្តិសិទ្ធិទាំងឡាយនៅក្នុងជំនឿអ្នកតាឬជំនឿវិញ្ញាណនិយមដែលមានអាយុកាលយូរលង់ណាស់មកហើយនៅក្នុងទឹកដីខ្មែរសម័យព្រហ្មញ្ញសាសនាមុនព្រះពុទ្ធសាសនាមានឥទ្ធិពលបន្តរហូតមកដល់សព្វថ្ងៃនេះនៅក្នុងទឹកដីអាស៊ីអាគ្នេយ៍មានដូចជាប្រទេសលាវថៃនិងប្រទេសកម្ពុជានៅក្នុងជំនឿនិយមព្រះភូមិមានន័យថាអ្នកថែរក្សាដីភូមិចំការដំណាំរីឯមរៀងគង្វាលមានន័យថាអ្នកថែរក្សាកុមារនិងជនដែលមិនអាចជួយរក្សាខ្លួនឯងបានដូចជាអ្នកពិការចាស់ជរាជាដើមព្រះភូមិយើងសង្កេតឃើញមានវត្តមាននៅតាមមុខផ្ទះខ្មែរយើងមួយចំនួនព្រះភូមិធ្វើអំពីឈើប្រក់ស្បូវឬគ្រឿងព្រះភូមិតែងតែមានវិញ្ញាណឬព្រលឹងដូនតាថែរក្សាទីតាំងឬកន្លែងរស់នៅរបស់កូនចៅបើតាមចាស់បានដឹងថាព្រះភូមិត្រូវបានប្រជាជនខ្មែរឲ្យតម្លៃយ៉ាងខ្ពស់ទៅលើទង្វើលក្ខណៈសម្បត្តិដ៏ល្អអ្នកមានបារមីខ្លាំងការនៅរស់រានមានជីវិតនិងក្រោយពីទទួលមរណភាពទៅក៏នៅតែតាមបីបាច់ថែរក្សាកូនចៅគ្រប់ពេលវេលាអ្នកស្រុកខ្លះអះអាងថាជួនកាលគេអាចនឹងដឹងពីហេតុការណ៍ដែលបំរុងកើតឡើងទៀតផងតាមរយៈព្រះភូមិផងដែរបាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយពុកម៉ែបងប្អូនថ្មីដែលមិនទាន់ Subscribe សូមជួយ Subscribe ម្នាក់មួយដើម្បីទូបានវីដេអូថ្មីនៅពេលដែលខ្ញុំបាទបង្ហោះទៅអរគុណជួបគ្នានៅវីដេអូក្រោយទៀត